ពេលណាដែលសត្វទាំងឡាយប្រព្រឹត្តល្អដោយកាយវាចាចិត្តពេលនោះឈ្មោះថាជាអ្នកខត្តរិកល្អជាមង្គលល្អជាពេលភ្លឺស្វាងល្អជាពេលនៃអរុណរះល្អជាខណៈល្អជាយាមល្អនៅក្នុងព្រះសាសនានេះបើគិតអំពីថ្ងៃល្អញាតិញោមបើយើងគិតតាមនៃយើងតែងតែរើសពេលនេះពេលនោះឬក៏វេលានេះវេលានោះទៅតាមដូចជាគ្រូមកជាដើមផ្សេងទៅយើងក៏សម្គាល់ថាថ្ងៃនេះល្អថ្ងៃនេះឆុងថ្ងៃនេះមិនល្អជាដើមសពគ្រប់បែបប្រការទៅប៉ុន្តែនៅក្នុងព្រះពុទ្ធសាសនាដែលព្រះអង្គទ្រង់សម្ដែងថាពេលណាដែលសត្វទាំងឡាយប្រព្រឹត្តល្អដោយកាយវាចាចិត្តពេលនោះឈ្មោះថាជាអ្នកខត្តរិកល្អជាមង្គលជាពេលវេលាល្អជាដើមអញ្ចឹងនៅក្នុងសេចក្តីនេះដែលអាត្មាចង់បង្ហាញថាតើការរើសយកនៅពេលវេលាល្អថ្ងៃល្អជាដើមសម្រាប់យើងជាពុទ្ធសាសនិកជនជាដើមហ្នឹងតែយើងគួររើសពេលណានឹងទៅតាមពា